រឿងសត្វកលង្កាកាលណាឃើញសត្វកលង្កាគេតែងតែឆ្ងល់ចំពោះភាពប្លែករបស់សត្វនេះគឺតែងឃើញញីក៏នឹងឃើញឈ្មោលរស់នៅជាប់លើខ្នងញីនេះជាដរាបដូចនេះទើបមានគេចំអន់គ្នាលេងចំពោះមនុស្សប្រុសដែលខ្ជិលរកស៊ីរស់តែដោយសារស្រីថាកុំធ្វើដូចសត្វកលង្កាចំពោះការរស់នៅក៏ចម្លែករបស់សត្វនេះមានរឿងនិទានបរិយាយនិទានដូចតទៅនេះកាលនោះមានក្សត្រមួយព្រះអង្គទ្រង់មានអកិរិយាប្រកបដោយរូបឆោមលោមពណ៌ល្អស្រស់តែព្រះអង្គពុំមានព្រះរាជបុត្រសោះថ្ងៃមួយព្រះអង្គទ្រង់ហៅហៅឲ្យចូលមកគុណគូដើម្បីរបៀបវិធីយ៉ាងណាឲ្យបានព្រះរាជបុត្រមួយហោរាចូលថ្វាយទំនាយសូមព្រះអង្គរៀបធ្វើពលិកាបួងសួងចំពោះទេវតាដើម្បីសូមបុត្រដោយមានរៀបចំគ្រឿងសក្ការៈបូជាអូឡារិកផងដោយសារអតិភិបនៃការបួងសួងនេះព្រះអង្គបានរាជបុត្រាមួយព្រះរាជឱរសនោះប្រកបដោយរូបឆោមស្អាតបាតល្អណាស់គួរជាទីសពព្រះហឫទ័យនៃព្រះរាជមេត្តាបិតាយ៉ាងក្រៃលែងលុះព្រះអង្គបានព្រះជន្ម7ឆ្នាំមានពេលមួយនោះព្រះរាជាមេត្តាទ្រង់ភ្លឹកព្រះហឫទ័យចង់នាំព្រះរាជបុត្រាចេញទៅក្រសាក្នុងឧទ្យានព្រះនាងក៏ថ្វាយបង្គំលាព្រះស្វាមីនាំព្រះរាជបុត្រាចេញទៅដោយមានព្រះរាជបរិវារហែហោមផងជាគ្រោះអាក្រក់ពេលនោះមានគ្រុឌមួយលិចហើរដើរសង្វេគរកអាហារសពទិសទីស្រាប់តែមកប្រទះឃើញឧទ្យានដែលមានមនុស្សអ៊ូអរនោះសត្វគ្រុឌចង្រៃក៏ចុះមកឆាបឆក់ពំយកព្រះរាជកុមារពីកណ្ដាលចំណោមមនុស្សនោះទៅព្រះរាជាមេត្តាទ្រង់រន្ធត់ស្លុងព្រះហឫទ័យយ៉ាងខ្លាំងដោយនឹកស្ដាយព្រះរាជបុត្រាបណ្ដូលហឫទ័យព្រះនាងនាំបរិវារតាមមើលសត្វចង្រៃដែលពំយកព្រះរាជបុត្រាទៅនោះឃើញថាវាហើរឆ្លងសមុទ្រទៅយ៉ាងឆ្ងាយដាច់កន្ទុយភ្នែកលុះអស់សេចក្តីសង្ឃឹមហើយព្រះនាងទ្រង់យាងត្រឡប់នាំទាំងព័រមានយ៉ាងក្រៀមក្រំនេះទៅថ្វាយព្រះស្វាមីវិញព្រះអង្គទ្រង់ខឹងក្រៃលែងណាស់ក៏ចាត់ចែងឲ្យរងហោរាគុណគូអំពីជោគវាសនានៃព្រះរាជបុត្រាហោបានថ្វាយទំនាយថាព្រះរាជកុមារមិនទាន់អស់ព្រះជន្មទេសត្វនេះវានឹងត្រូវផ្អាកដំណើរនៅពាក់កណ្ដាលផ្លូវជាមិនខានក្រោយដែលបានជ្រាបព័រមាននេះហើយព្រះរាជាទ្រង់ឲ្យធ្វើភីលីចោប៉ាវគង់ប៉ាវខ្មួរកអ្នកខ្លាំងពូកែមានឫទ្ធិអាចឆ្លងសមុទ្រទៅតាមយកព្រះរាជាកុមារឲ្យបានអំពីគ្រុឌនោះមកវិញគ្រានោះគ្មានមនុស្សណាម្នាក់ហ៊ានធានាខ្លួនជួយមកយកអាសាព្រះអង្គសោះនាំឲ្យពួកភីលីចោចេញដើរទៅទៀតដើរទៅរហូតដល់មាត់សមុទ្រពេលនោះស្រាប់តែមាននាងណាមក្រឹកដែលរស់នៅត្រង់ឆ្នេរសមុទ្រនោះក៏មកប្រកាសខ្លួនជំព្រះរាជាបម្រើហើយសូមធានាខ្លួនទៅតាមយកព្រះរាជាកុមារឲ្យតតែបានក្រុមរាជបម្រើក៏នាំដំណឹងនេះទៅថ្វាយព្រះរាជាព្រះអង្គទ្រង់ថ្លែងអំណរគុណពុនប្រមាណចំពោះនាងណាមរឹកដែលមានសេចក្តីក្លាហានអង់អាចហើយព្រះអង្គ
អង្គទ្រង់សន្យាថានឹងព្រោះព្រះរាជតោនទ្រព្យដ៏មានតម្លៃជារង្វាន់ចំពោះសេចក្តីក្លាហានរបស់នាងពេលណានាងយកបានព្រះរាជបុត្រាមកវិញនាងណាំរើក៏ថ្វាយបង្គំលាព្រះរាជាចេញទៅថ្លែងពីសត្វគ្រុឌដែលបានពាំយកព្រះរាជកុមារនោះទៅឆ្លងកាត់ផុតសមុទ្រមួយទៅបានដល់កោះមួយក៏ប្រទះនឹងខ្យល់បក់បោកយ៉ាងខ្លាំងវិវក់ធ្វើឲ្យសត្វនេះរបូតជ្រូព្រះរាជាកុមារពីមាត់ធ្លាក់ទៅលើឆ្នេរខ្សាច់នោះទៅតែព្រះរាជាកុមារនៅគង់ព្រះរាជជននៅឡើយគ្រាន់តែសន្លប់បាត់ស្មារតីក្រោយដែលបានត្រូវទឹកសន្សើមអស់មួយយប់ព្រះអង្គក៏មានស្មារតីឡើងវិញគ្រុឌមិនអស់ចិត្តទេនឹងជ្រុះអាហារពីមាត់ចេះតែខំហើរស្វែងរកត្រង់កន្លែងដែលជ្រុះធ្លាក់នោះប៉ុន្តែជាភ័ព្វល្អវារកមិនឃើញសោះចំណែកឯនាងណាំរើកក្រោយដែលបានស្ដាប់ដំណឹងពីពួកអ្នកដែលបានឃើញចង្អុលបង្ហាញផ្លូវទៅទិសដែលគ្រុឌឆក់កុមារនោះហើយនាងក៏មិនអង់យូរឡើយនាងជ្រែកទៅដល់កោះនោះស្រាប់តែក្រឡេកទៅឃើញព្រះរាជាកុមារនៅតែឯងកណ្ដាលឆ្នេរខ្សាច់នាងណាំរើកប្រញាប់ប្រញាល់ចូលទៅនិយាយទូលតាមដំណើរឲ្យព្រះរាជកុមារស្គាល់ខ្លួននាងរួចក៏នាំព្រះរាជកុមារឲ្យតោងកហែលឆ្លងសមុទ្រត្រឡប់មកនគរវិញលុះមកដល់ពាក់កណ្ដាលសមុទ្រដោយរលកទឹកវាយខ្លាំងកន្ទុយក្បូនក៏របូតនាងងាកស្រវាចាប់ទាញក្បូនព្រះរាជាកុមារក៏លង់ទឹកដល់ខ្សែព្រះជន្មទៅនាងណាំរើកភ័យជាខ្លាំងណាស់ហើយណាខ្លាចព្រះរាជាយកទោសណាស្ដាយព្រះរាជាកុមារផងនាងក៏អត់ដង្ហើមស្លាប់ក្នុងពេលជាមួយគ្នានោះទាំងព្រះរាជាកុមារតោងក៏ជាប់ទៅផងអ្នកទាំងពីរคล้ายខ្លួនទៅជាសត្វក្រលង្ការហូតមកបានជាសត្វនេះឈ្មោលមានខ្លួនតូចរស់នៅតែលើខ្នងញីពឹងប្រស្រ័យចិញ្ចឹមជីវិតតែដោយសារញីមកតលសពថ្ងៃនេះគេច្រើននិយាយថាសត្វក្រលង្កាឈ្មោលតែធ្លាក់ពីលើខ្នងញីវានឹងស្លាប់បាទសូមអរគុណមានកលែងខ្វះខាតសូមមេត្តាខន្តីវេទោហងបាទរឿងកូញីមានដំណើរថាកាលនោះមានស្ដេចមួយព្រះអង្គមានកូញីមួយដែលទ្រង់ស្រឡាញ់អស់ពីហារតីនោះព្រះករុណាទ្រង់ត្រាប់ថានឹងចិញ្ចឹមកូញីនោះឲ្យបានល្អគួរផ្ញើនឹងអ្នកស្រែស្រុកក្រៅនៅទីណាដែលមានស្មៅច្រើនល្អឲ្យគោនោះវាបានស៊ីឆ្អែតផងទ្រង់ព្រះចិន្តាដូច្នោះហើយទ្រង់ត្រាប់បង្គាប់ឲ្យចៅវាយស្រុកមួយមានឈ្មោះថាអុកមានការងារនៅខេត្តដែលមានវាលធំល្អមកទទួលគោនោះនាំទៅខ្វៀលនៅឯស្រុកស្រែចៅវាយស្រុកចូលមកហើយទ្រង់មានព្រះបន្ទូលថាត្បិតអញផ្ញើគោអញមួយនេះឲ្យរាជខេត្តចៅវាយស្រុកឯងខ្វៀលរក្សាឯសត្វនេះយ៉ាងល្អចម្លែកប្លែកហើយអញស្រឡាញ់ណាស់ដូច្នេះឲ្យគេចិញ្ចឹមថែទាំឲ្យល្អឲ្យប្រយ័ត្នបើមានអ្នកណាមួយមកប្រាប់ថាគោអញនេះវាស្លាប់អញនឹងកាប់ក្បាលអានោះឥឡូវហើយឮដូច្នេះហើយចៅវាយស្រុកត្រាប់ទូលទទួលថាព្រះករុណាវិសេសហើយនាំគោនោះចេញទៅខេត្តវិញមកដល់ហើយចៅវាយស្រុកប្រមូលអស់នាយមើលមេស្រុកជំទប់រាទាំងអស់ផ្ដាំថាគោញីមួយនេះរបស់លួងជាអង្គម្ចាស់ទ្រង់បានផ្ញើឲ្យយើងខ្វៀលរក្សាថែទាំឲ្យស្រួលសប្បាយយកទៅមុខសេចក្តីនេះឲ្យនាយអមើលប្រការាយកចិត្តទុកដាក់
ជួយទាំងអស់គ្នាឲ្យមេកូនេះចំណីពុំខានឡើយតែមិនឈឺឆ្អាលរក្សាទេឲ្យទៅជាស្លាប់នោះព្រះករុណានឹងឲ្យកាប់ក្បាលយើងទាំងអស់គ្នាគ្មានត្រាប្រណីឡើយនោះនាយអមើនក៏រករើភូមិណាដែលមានស្មៅច្រើនល្អឯកឲ្យរះនៅភូមិនោះយកមេកូរបស់លួងទៅខ្វៀលឲ្យសំខាន់ឯរះក៏ចេះតែខំប្រឹងយកចំណីឲ្យមេកូនោះស៊ីរាល់តែគ្នាសពថ្ងៃវេលានោះមេកូនោះវាឡើងជាធាត់ណាស់ពុំចេះដើររកស្មៅស៊ីទេចេះតែនៅក្នុងរោងឲ្យរះយកអ្វីមកឲ្យស៊ីក៏រះចេះតែយកចំណីជាច្រើនពេញកាជើការ៉ុងជារៀងរាល់វេលាយកស្មៅខ្ចីខ្លះសំណាបខ្លះទំពាំងឫស្សីខ្លះស្រូវខ្លះពោតខ្លះវាស៊ីច្រើនពេកទាល់តែស្លាប់ទៅដោយសារតែវាស៊ីហួលឃើញដូច្នោះរាសតូចចិត្តទៅប្តឹងជំទប់រត់ទាំងខ្លាចទៅប្តឹងមេស្រុកភ័យណាស់ពុំហ៊ានទៅជំរាបលោកចៅវាយទៅប្តឹងត្រឹមស្មានភ័យទៅជំរាបប្រឡាត់ឮតាមសេចក្តីក៏ញ័រដៃញ័រជើងចូលទៅឯលោកចៅវាយឃើញប្រឡាត់ដូច្នេះក៏សួរថាកើតអ្វីបានជាលោកប្រឡាត់ញ័រទាំងដៃញ័រទាំងជើងយ៉ាងម្លេះនោះប្រឡាត់ឆ្លើយទៅវិញថាខ្ញុំព្រះបាទពុំហ៊ាននិយាយទេឯចៅវាយប្រាប់ថាមិនអីទេឲ្យលោកប្រឡាត់និយាយចោះនោះប្រឡាត់និយាយថាសូមមេត្តាប្រោះត្បិតមេកូព្រះករុណាវាស្លាប់ទៅហើយឬដូច្នោះចៅវាយស្រុកក៏ស្លង់ញ័រសពសัตว์ស្រែកថាខ្ញុំអើយម្ដងនេះឃើញជាផុតជីវិតហើយត្បិតលួងជាម្ចាស់ជីវិតមានព្រះបន្ទូលផ្ដាំថាបើអ្នកណាទៅទូលថាមេកូនោះស្លាប់នឹងឲ្យកាប់ក្បាលយើងខ្ញុំពុំព្រមទៅថ្វាយបង្គំក្រាបទូលតាមដំណើរទេឲ្យលោកប្រឡាត់ទៅចោះឯប្រឡាត់ប្រកែកដាច់អហង្ការថាការដែលចូលទៅក្រាបបន្ទូលព្រះករុណាក្នុងវេលានេះជាក្រសួងរបស់ចៅវាយស្រុកពុំគួរប្រើនាយអមើនណាទៅជំនួសឡើយប្រកែកគ្នាទៅវិញទៅមកជាយូរខ្លាំងណាស់កាលនោះជួនជាកូនក្រមុំចៅវាយស្រុកដើរលេងនៅក្នុងច្បារចិត្តសាលាខេត្តឬចៅវាយស្រុកជាមួយនឹងពុកខ្សឹបខ្សៀវដូច្នោះកូននាងឡើងទៅលើសាលាសក់សួរថាឪពុកអើយមានការអ្វីបានជាព្រួយបារម្ភម្លេះនោះចៅវាយស្រុកប្រាប់មកវិញថាកូនឪពុកមានសេចក្តីវេទនាណាស់ត្បិតគោរបស់លួងវាស្លាប់ទៅហើយឯព្រះករុណាបានផ្ដាំថាបើអ្នកណាចូលទៅក្រាបទូលថាមេកូនោះស្លាប់ព្រះករុណានឹងកាប់ក្បាលអ្នកនោះឥតប្រណីហេតុនេះបានជាឪពុកមានទុរៈជាខ្លាំងណាស់ពុំព្រមចូលទៅក្រាបទូលតាមសេចក្តីទេឬដូច្នោះហើយនាងឆ្លើយមកវិញថាអមឲ្យឪពុកព្រួយចិត្តបើឪពុកពុំហ៊ានទៅមិនអីទេខ្ញុំសូមទៅជួសចៅវាយស្រុកខត់ពុំព្រមឲ្យនាងទៅក្រែងស្ដាច់កាប់ក្បាលនាងតាមព្រះបន្ទូលឯចៅវាយខត់យ៉ាងណាក៏នាងមិនព្រមស្ដាប់ចេះតែអង្វរឲ្យឪពុកបើកច្បាប់ឲ្យទៅដល់ចៅវាយតល់គំនិតបើកូនទៅតាមប្រាជ្ញាចិត្តទៅនាងរៀបចំដំណើរស្លៀកសំពត់ហូលល្អបងកកាមាប្រែយ៉ាងល្អចូលទៅកលអង្គុយស្ងៀមស្ងាត់នឹងគេនោះស្ដេចតតឃើញនាងក្រមុំមានរូបរាងល្អមានព្រះបន្ទូលសួរថានាងមកពីណាអញពុំដែលស្គាល់មកសោះនាងនោះក្រាបទូលថាពោម្ចាស់ខ្ញុំម្ចាស់មិនមែននៅក្រុងនេះទេខ្ញុំម្ចាស់
ចាស់នៅស្រុកឆ្ងាយខ្ញុំម្ចាស់ជាកូនចៅហ្វាយស្រុកឈ្មោះអូបនោះស្ដេចមានព្រះបន្ទូលសួរថាចៅហ្វាយស្រុកអូបដែលចិញ្ចឹមមេគោនោះឬនាងគោក្រាបបន្ទូលថាពោម្ចាស់ខ្ញុំម្ចាស់ជាកូនចៅហ្វាយស្រុកនេះឯងនោះព្រះករុណាគោត្រង់ព្រះសោមនុស្សណាស់សួរថាឯមេគោសពថ្ងៃនេះមេគោព្រះករុណាវាពុំចេះផឹកទឹកទេស្ដេចឮដូច្នេះឆ្ងល់ណាស់សួរទៀតថាវាស៊ីស្មៅស្រួលទេនាងនោះឆ្លើយឡើងវិញវាពុំចេះស៊ីស្មៅទេស្ដេចសួរថាបើដូច្នេះមេគោអញវាធ្វើអ្វីនាងទូលថាវាពុំចេះបន្ទោបងទេនោះស្ដេចក៏ឆ្ងល់រឹតតែខ្លាំងឡើងសួរថាអ្វីទៀតឯនាងក្រាបទូលថាមេគោនោះវាលែងបន្ទោលិមុខផងស្ដេចក៏ស្រែកថាណាហើយមេគោអញវាពុំចេះផឹកទឹកពុំចេះស៊ីស្មៅលែងនោមលែងជូអាចនោះដូចជាមេគោវាស្លាប់ទៅហើយនាងក៏ក្រាបបន្ទូលថាសូមព្រះអង្គម្ចាស់មេត្តាប្រោសព្រះករុណាមានព្រះបន្ទូលថាមេគោនោះវាស្លាប់ហើយឯខ្ញុំម្ចាស់មិនបានត្រាប់ទូលថាដូច្នោះសោះហេតុនេះមិនមែនជាក្បាលខ្ញុំម្ចាស់ទេដែលគួរកាប់នោះឬដូច្នោះហើយស្ដេចក៏ទ្រង់ព្រះសម្រួលពុំមានខ្ញាល់ឡើយទ្រង់ព្រះរាជទានរង្វាន់ទៅឲ្យនាងវិញផងហើយមានព្រះបន្ទូលត្រាប់បង្គាប់ឲ្យទឹមព្រះរាជធរមួយនាំនាងវិលទៅផ្ទះវិញទ្រង់អភ័យទោសទាំងអស់គ្នាទៅបាទសូមអរគុណមានកន្លែងវកាសូមមេត្តាខន្តីភ័យទោសផងបាទរឿងគ្រូមើលស្កនកាលនោះមានស្ត្រីម្នាក់តាំងទីលំនៅនៅក្នុងភូមិសួនចំការផ្ទះនោះនៅដាច់ពីគេនាងនោះមានកូនខ្ចីអាយុប្រហែល8-9 ខែតាំងពីប្តីស្លាប់ទៅនាងនោះក៏នៅមេម៉ាយនៅតែជាមួយនឹងបងប្អូនឯកូនខ្ចីនោះពុំសូវជាជួនកើតរោគគ្រុនស្កនជាប់ម្ដងកើតរីងរៃស្គមលឿនលុះនៅយូរបន្តិចមកមានមនុស្សម្នាក់ដឹងថានាងមេម៉ាយនោះមានទ្រព្យសម្បត្តិច្រើនទើបវាស្វែងរកមើលចន្លោះឱកាសនឹងទៅបញ្ឆោតកុហកបោកប្រាស់នាងមេម៉ាយនោះលុះដល់រដូវកាលគេច្រូតកាត់ទើបបងប្អូនសាច់ញាតិដែលនៅជាមួយផងនោះគេនាំគ្នាទៅច្រូតទាំងអស់គ្នានៅតែនាងមេម៉ាយតែម្នាក់ឯងនៅចាំផ្ទះមនុស្សពេលនោះកាលណាបានឱកាសហើយវាក៏កោសក់ហើយលួចយកស្បង់ជីពរលោកសង្ឃដែលគេក៏ចោលតាមគល់ពោមកស្លៀកពាក់ធ្វើអកប្បកិរិយាជាលោកសង្ឃដើម្បីដើរត្រង់ទៅផ្ទះមេម៉ាយនោះលុះដល់ហើយធ្វើជាដើរឈររេតនៅមុខផ្ទះឯនាងមេម៉ាយនោះអង្គុយនៅរានផ្ទះឲ្យកូនបើកដោះលុះបានឃើញអ្នកខ្លែងភេទនោះហើយក៏នឹកថាលោកសង្ឃបរិសុទ្ធទើបបីកូនចុះទៅថ្វាយបង្គំសួរថាព្រះករុណាជាម្ចាស់និមន្តមកពីវត្តណាត្រូវការរកអ្វីព្រះគុណចៅពាលនោះក៏ឆ្លើយថាចម្រើនពរអាត្មាភាពមកពីវត្តក្រោមមករកបិណ្ឌបាតទៀនធូបយកទៅរៀនសមធម៌ញោមអ្នកភូមិនេះគេទៅណាអស់ហើយបានជាស្ងាត់ម្លេះករុណាម្ចាស់គេទៅច្រូតស្រូវនៅឯស្រែអស់ហើយលោកម្ចាស់ដូច្នេះញោមចុះញោមឯងមិនទៅច្រូតស្រូវនឹងគេទេអោករុណាម្ចាស់ខ្ញុំម្ចាស់នេះទៅច្រូតកាត់នឹងគេឯណាបានកូនតូចនេះវាចេះតែឈឺមិនឈប់សោះឡើយចេះតែយំដាក់ពីដៃមិនរួចសោះព្រះករុណាម្ចាស់ចម្រើនពរចុះវាឈឺយ៉ាងណាកូនញោមនោះករុណាម្ចាស់អាការៈជំងឺនោះកំណត់មិនបាន
ជួនកាលវាគ្រុនក្តៅក្រហាយទៅជួនកាលវាកើតជាស្គន់ជន់គ្រុនបាត់ដងហើមទៅម្ដងហើយករណាម្ចាស់អោអាណិតវាពេកណាស់ញោមជំងឺនេះគេហៅថាស្គន់ខ្លាវាជន់ណាញោមម្ដេចមិនរកគ្រូពេទ្យឲ្យគេមើលគ្នាទៅបណ្ដោយឲ្យឈឺយ៉ាងនេះជំងឺនេះមិនមែនជាអ្នកក្រទេល្មមរក្សាបានកូនបងអាត្មាភាពម្នាក់វាឈឺយ៉ាងនឹងដែរអាត្មាមើលជាទៅឥឡូវធាត់ត្រលុកលុកណាញោមអោស្ដាយកូនញោមនេះពេកណាស់ប្រុសផងគួរតែខំមើលរក្សាទៅករណាម្ចាស់គ្រូនោះបានឲ្យគេមើលក៏ច្រើនអ្នកណាស់មកហើយតែបានត្រឹមតែ 2-3 ថ្ងៃក៏ត្រឡប់ឈឺដូចដើមវិញករណាម្ចាស់អោគ្រូគេមើលជំងឺក្មេងនេះគ្រាន់តែខាកស្ដោះតែនៅក្រៅធ្វើម្ដេចនឹងជាដាច់រោគជំងឺស្គន់ខ្លានេះបានតាមមើលទៅឧបទេសទៅជាដាច់ណាញោមអាត្មាចេះខ្លះដែរតែអាត្មាដែលមកនេះដោយមានកិច្ចការទៀនធូបបានហើយក៏នឹងអាងទៅរៀនសូមណធរបើនៅចិត្តវត្តអាត្មានឹងជួយសង្គ្រោះមើលយកតែបនខ្លះឯនាងមេម៉ាយនោះលុះលឺចៅពីលពោលពាក្យដូច្នោះហើយក៏សង្កល់ថាជាលោកអ្នកចេះមើលជំងឺមែនតែនទើបនិយាយអង្វរថាព្រះករណាម្ចាស់បើលោកម្ចាស់ចេះសូមមេត្តាប្រោះសត្វផងបើកូនខ្ញុំករណាសិនឯត្រង់ទៀនធូបដែលលោកម្ចាស់ត្រូវការនោះមិនជាប៉ុន្មានទេខ្ញុំព្រះករណាថ្វាយខ្លួនជាឧបថៈបរិវរណាលោកម្ចាស់សូមកុំឲ្យលោកម្ចាស់ព្រួយព្រះハរតីឡើយឯចៅពីលនោះបានឱកាសហើយក៏ឆ្លើយថាចម្រើនពរណាញោមធ្វើម្ដេចឯងជាសង្ឃកំពុងសត្វកាលណាបើឃើញញាតិញោមកើតវិបត្តិតោងកាត់ធុរៈខ្លួនសិនចោះថាហើយក៏ឡើងទៅលើផ្ទះឯនាងមេម៉ាយក៏រៀបចំអាសនៈដ៏សមគួរឲ្យចៅពីអង្គុយហើយក៏រៀបចំស្លាបារីប្រកេនចៅពីលបង្គាប់ឲ្យនាងមេម៉ាយរៀបចំទៀន5ធូប5ឆ្នាំថ្មីមួយនឹងសំពត់សមួយចង្អាមទាញយកបន្តិចបិទនៅមាត់ឆ្នាំងហើយចៅពីលថាញោមនៅទីភូមិនេះមានត្បាល់ក្ដឿងដែរឬទេករណាម្ចាស់ក្បាលត្បាល់ក្ដឿងញោមករណាមាននៅខាងកុនសៃផ្ទះឯណោះញោមបើដូច្នេះញោមយកកូននិងគ្រឿងទៀនធូបឲ្យអស់នេះមកទៅដាក់នៅឯរោងដឿងអាត្មានឹងរៀបចំពិធីក្ដឿងនាងមេម៉ាយក៏បីកូនកាន់យកទៅទៀនធូបអស់នេះទៅឯរោងក្ដឿងហើយចៅពីលយកទៀនធូបឲ្យតាំងពិធីនៅមាត់ត្បាល់ហើយវាបោះទីនោះឲ្យស្អាតល្អពុំឲ្យមានឈើព្រៃនៅខាងត្បាល់ទើបវាហៅយកកូនខ្ចីនោះមកតាំងខាងនេះវិធីហើយវាថាញោមឯងទៅជន់ក្ដឿងឲ្យវាឡើងចំហបាន3ដងជាឧបកិច្ចអាត្មានឹងសែនព្រះគោលថាស្រូបយកប្រលឹងខ្លាចេញពីរូបកូនបញ្ចូលដាក់ទៅក្នុងឆ្នាំងយន្តហើយយកទៅបណ្ដែតទឹកចោលដើម្បីកុំឲ្យប្រលឹងខ្លាវាមកបៀតបៀនបានទៀតឡើយឯនាងមេម៉ាយក៏ជឿតាមទើបទៅជន់ចុងក្ដឿងឡើងឯចៅពីលវាយកកូននោះដាក់នៅក្នុងត្បាល់ហើយវាដកឈើឈ្នាន់ដែលទប់ក្ដឿងនោះបោះក្រវែងចោលនៅឆ្ងាយពីត្បាល់ហើយវាចេញពិធីនោះប្រាប់ថាញោមប្រឹងជន់ឲ្យជាប់កុំឲ្យប្រហែសក្រែងរបូតឈើធ្លាក់នៅលើកូនចាំអាត្មា
ទៅយកថង់យាមឆាន់ស្លាមួយរំពេចសូមមកតន់ឲ្យវិញថាហើយចៅពាលក៏ឡើងទៅលើផ្ទះតាំងរើរបស់ទ្រព្យសម្បត្តិមាសប្រាក់កៅកងសម្ពុតអាវស្បែកជើងហើយវាវិជ្ជាសម្ពាយធំតាំងស្ពាយពីលើផ្ទះរត់ទៅទីលំនៅវាហោងឯនាងមេម៉ាយឃើញចៅពាលជញ្ជូនយកទ្រព្យសម្បត្តិខ្លួនដូច្នេះហើយក៏ហៅឲ្យគេជួយក៏ពុំមានអ្នកណាមួយឮឡើយព្រោះផ្ទះនៅដាច់អំពីគេម្លោះហើយនាងមេម៉ាយក៏អន្ទះអន្ទែងនៅចុងក្តឿងនោះឯងបើនឹងលែងក្តឿងវានឹងទៅខ្លាចធ្លាក់ទៅត្រូវកូនដោយមានចិត្តមេត្តាតាំងទុនតោចុះទៅកាន់កូនអាត្មាជាធម្មតាកាលដែលសោកស្ដាយទ្រព្យសម្បត្តិក្រៅគឺជាមធ្យមឯសេចក្តីដែលលោកអាណិតគឺកូននោះលើកលែងតែទ្រព្យសម្បត្តិខាងក្រៅនាងមេម៉ាយក៏នៅស្រងំដូចបុគ្គលិកពីចងជាប់រេតែខ្លួនក៏ពំរួចលុះដល់ល្ងាយទើបមានគេដើរមកទើបឲ្យគេទល់ចន្ទល់ក្តឿងយកកូនបានអាសូរនាងមេម៉ាយការដែលជាប់ក្តឿងព្រោះអាចចោលសម្ពុតលឿងវាមិនឆោតសែនក្ដួលសែនក្តៅសែនក្រែក្រោតនឹងលូនទៅចាប់អាចោក្រែងក្តឿងត្រូវនឹងកូនសូនជីវិតតែមានអារម្មណ៍ឲ្យខឹងខងនឹងចោបោះកូននៅពុំមានបាទសូមអរគុណមានកន្លែងខ្វះខាតសមេត្តាខន្តីភ័យទោសបាទរឿងគំនូររូបប្រពន្ធកាលនោះមានបុរសម្នាក់ឈ្មោះកំបេវាក្រហើយបញ្ញាខ្សោយផងវារស់នៅក្នុងខ្ទមមួយតែម្នាក់ឯងគ្មានអ្នកណាចង់រៀបការជាមួយវាទេព្រោះវាមានស្មារតីតិចងាកមួយមានក្មេងស្រីម្នាក់បានចូលដល់មាត់ទ្វារផ្ទះវាហើយសួរថាតើនាងអាចគេងមួយយប់នៅក្នុងខ្ទមនេះបានដែរឬទេតាំងពីដើមមកកំបេមិនដែលប្រទះឃើញស្រីស្អាតល្អយ៉ាងនេះសោះវារីករាយនឹងឲ្យនាងចូលទៅក្នុងផ្ទះវាណាស់យប់នោះក្រោយពីអាស្រ័យអាហារយប់ហើយក្មេងស្រីនោះសួរថាលោកហាក់ដូចជារស់នៅម្នាក់ឯងខ្ញុំក៏មានតែម្នាក់ឯងដែរតើលោកចង់បានខ្ញុំជាភរិយាដែរឬទេអាពាហ៍ពិពាហ៍ធ្វើឲ្យកំបេសប្បាយរីករាយណាស់ប៉ុន្តែក៏ធ្វើឲ្យពិបាកចិត្តណាស់ដែរដើម្បីបង្ហាញការងារវាជាប់ចិត្តនឹងប្រពន្ធមេណាស់ទាល់តែមិនឲ្យនាងបាត់មុខពីវាសូម្បីតែមួយស្របក់ក៏ដោយវានៅពេលដែលវាធ្វើស្បែកជើងចម្បើងជារឿយស្បែកជើងនោះមានបណ្ដោយរហូតទៅដល់5ឬ6សម្រាប់ដោយមិនដឹងខ្លួនផងព្រោះបុរសជាប្តីសម្លឹងមើលតែប្រពន្ធមិនមើលការងារសោះនៅពេលដែលធ្វើអាវភ្លៀងចម្បើងក៏ដូចនេះដែរជួនកាលអាវភ្លៀងនោះមានប្រវែងរហូតទៅដល់10ឬ6សម្រាប់ព្រោះបុរសសម្លឹងមើលតែអ្វីដែលប្រពន្ធវាកំពុងតែធ្វើមិនបានប្រុងប្រយ័ត្នមើលការងាររបស់វាឡើយមាននរណាអាចពាក់សម្លៀកបំពាក់បានឡើយរួចមកវាក៏ដើរទៅធ្វើការនៅឯចំការមួយស្របក់ម្ដងវារត់មកផ្ទះវាវិញហើយស្រែកហៅប្រពន្ធសំឡាញ់អើយអូននៅទីនេះឬទេហេតុនេះវាមានបានបំពេញការងារច្រើនទេនៅក្នុងមួយថ្ងៃប្រពន្ធវាពោលថាគាត់នឹងមិនចង់ធ្វើការទេដូចនេះនាងក៏ទៅទីក្រុងឲ្យសិល្បករម្នាក់គូររូបនាងយករូបនោះមកផ្ទះវិញហើយប្រាប់កំបិថាបងនេះឯរូបខ្ញុំសូមយករូបនេះទៅភ្ជួរនៅដើមឈើនៅចិត្តបងទៅបងអាចឃើញរូបនេះនៅពេលដែលកំពុងធ្វើការងារក្នុងចម្ការបងមិនបាត់មុខខ្ញុំយូរទេកំបិធ្វើតាមនាងប្រាប់មួយស្របក់ម្ដងវាឈប់ធ្វើការដើម្បីមើលរូបប្រពន្ធវាប៉ុន្តែមិនបានយូរប៉ុន្មានវាក៏រត់មកផ្ទះជារឿយទៀតថ្ងៃមួយមានខ្យល់បក់មួយវឹបចូលរូបនាងនោះហើយបំផាំងទៅលើមេឃវាក៏ដេញចាប់រូបនោះដែរប៉ុន្តែមិនយូរប៉ុន្មានរូបក៏រសាត់បាត់ពីភ្នែកវាទៅកំបិយំស្រែករត់ទៅផ្ទះប្រាប់ប្រពន្ធនាងបានលួងលោមថាបង
សម្លាញ់កំព្រួយខ្ញុំនឹងទៅទីក្រុងរកគំនូមួយទៀតមកឲ្យបងក្នុងរយៈពេលនោះរូបគំនូទី1ប៉ើងតាមខ្យល់ហើយទីបំផុតក៏ធ្លាក់ពេលប៉ោលនៅក្នុងសួនក្នុងវិមានមួយលុះឃើញរូបគំនូម្ចាស់វិមានចាប់ចិត្តស្នេហាលើរូបស្រីនៅក្នុងគំនូនោះលោកគិតយ៉ាងនេះថាបើរូបគំនូដូចនេះមុខជាមានមនុស្សពិតមិនខានរួចលោកបានបញ្ជាអ្នកបម្រើឲ្យដើររកស្រីនោះតតែឃើញឲ្យចាប់យករូបនាងនោះមកជូនលោកកុំបង្អង់ឡើយអ្នកបម្រើដើរពីភូមិមួយទៅភូមិមួយដោយកាន់រូបគំនូនេះទៅសួរគេផងសួររកតើមានអ្នកណាស្គាល់ស្រីនេះដែរឬទេទីបំផុតគេទៅដល់ភូមិមួយដែលកំពីរស់នៅអ្នកបម្រើសួរអ្នកភូមិដោយបង្ហាញរូបគំនូនេះផងតើអ្នកស្គាល់រូបគំនូនេះដែរឬទេដោយបានឃើញរូបគំនូអ្នកភូមិទាំងអស់ឆ្លើយភ្លាមអូនេះជាប្រពន្ធកំពីទេតាប្រកាសមែនលុះអ្នកបម្រើទៅដល់ខ្ទមកំពីក៏ឃើញស្រីម្នាក់រូបស្អាតមកដូចរូបក្នុងគំនូនេះបេះបាត់យើងមកចាប់នាងយកទៅជូនចៅហ្វាយយើងហើយពួកគេនិយាយតែប៉ុណ្ណោះក៏នាំនាងចេញទៅឧបិអង្វរសូមមេត្តាកុំចាប់យកប្រពន្ធនាងទៅតែអត់ប្រយោជន៍ឡើយវាស្រែកត្រហោយំយ៉ាងខ្លាំងតតែទឹកភ្នែកខ្លាចជាថ្លុកមួយបណ្ដោយមួយចំហៀនប្រពន្ធនិយាយប្រោកំបិថាកុំស្រែកយ៉ាងនេះយើងមិនអាចធ្វើអ្វីកើតនៅក្នុងពេលនេះទេតែសូមស្ដាប់ខ្ញុំឲ្យមែនតែនយកដើមស្រោលមួយសម្រាប់តុបតែងថ្លង់ជ្វាទៅជាមួយផងនៅពេលយើងនឹងបានជួបគ្នាហើយកិច្ចការយើងនឹងបានសម្រេចនាងមិនតាន់ទាំងបាននិយាយអ្វីច្រើនទៀតផងគេក៏ចាប់នាងយកចេញទៅវិមានរាល់ថ្ងៃកំបិនឹកស្រមើស្រមៃដល់ពេលទៅរកប្រពន្ធវាហើយឬទីបំផុតមានគេនិយាយប្រាប់ថាឥឡូវនេះដល់ពេលបុណ្យចូលឆ្នាំថ្មីហើយវាចេញដំណើរតម្រង់ទៅវិមានដោយបាននាំយកមេឃស្រោលមួយបាច់ធំទៅផងបន្តិចទៀតវានឹងបានជួបប្រពន្ធសម្លាញ់ចិត្តវាវិញហើយលុះទៅដល់មាត់ទ្វារវិមានកំបិស្រែកប្រពាយមនាយថាដើមស្រោលស្រស់ល្អសម្រាប់ចូលឆ្នាំថ្មីប្រពន្ធបានឮសំឡេងប្តីក៏ញញឹមនៅក្នុងវិមានមកនេះជាលើកដំបូងហើយតែនាងបានសើចតាំងតែពេលដែលគេចាប់មកនាងមកដាក់ក្នុងវិមានម្ចាស់វិមានសប្បាយចិត្តណាស់ដោយបានឃើញនាងសប្បាយរីករាយយ៉ាងនេះលោកបញ្ជាអ្នកបម្រើទៅហៅអ្នកលក់ដើមស្រោលនោះចូលមកលុះឃើញកំបិមកដល់នាងប្រពន្ធរឹតតែសប្បាយរីករាយជាងមុនទៅទៀតនាងសម្លឹងមើលវាយ៉ាងប្រព្រាយតតែម្ចាស់វិមានគិតនៅក្នុងចិត្តថាបើអ្នកលក់ដើមស្រោលធ្វើឲ្យនាងរីករាយយ៉ាងនេះអញគួរតែធ្វើជាអ្នកលក់ដើមស្រោលវិញម្ដងម្ចាស់វិមានក៏បញ្ជាកំបិឲ្យបដូរសម្លៀកបំពាក់ជាមួយខ្លួនលុះស្លៀកពាក់ខោអាវកញ្ចាស់ដូចជាអ្នកលក់ដើមស្រោលហើយម្ចាស់វិមានដើរចុះដើរឡើងនៅក្នុងសួនស្រែកពពីមនាយថាដើមស្រោលស្រស់ល្អសម្រាប់ចូលឆ្នាំថ្មីធ្វើយ៉ាងនេះនាំឲ្យប្រពន្ធកំបិកាន់តែសប្បាយចិត្តយ៉ាងខ្លាំងនាងទះដៃដោយស្រួចរបស់នាងហើយសើកកាយអស់ពីដួងចិត្តម្ចាស់វិមានរីករាយខ្លាំងណាស់ដោយឃើញនាងសើចហើយក៏តាំងរាំជុំវិញសួនដោយពុនដើមស្រោលពីក្រោយខ្នងផងដើមស្រោលល្អគេពាយវនាយហើយពពាយវនាយទៀតគេរាំរង្វង់ជុំវិញសួនហើយចេញផុតពីមាត់ទ្វារវិមានដោយមិនដឹងខ្លួនផងលុះម្ចាស់វិមានផុតទៅក្រៅភ្លាមប្រពន្ធកំបិប្រាប់អ្នកបម្រើឲ្យបិទទ្វារវិមានមួយរំពេចមួយសន្ទុះក្រោយមកម្ចាស់វិមានដឹងខ្លួនថាមិនមែននៅក្នុងសួនទេគេក៏ដើរទៅកាន់ទ្វារវិមានតែងើយឆ្ងល់ខ្លាំងណាស់ដោយឃើញទ្វារបិទចិត្តបើកឲ្យចូលគេស្រែកហៅតែគ្មានអ្នកណាឆ្លើយតបវិញសោះនៅក្នុងវិមានកំបិនិងប្រពន្ធអូមានទ្រព្យសម្បត្តិគ្រប់បែបយ៉ាងដូចចិត្តប្រាថ្នាហើយក៏រស់នៅយ៉ាងសុខសាន្តនិងរីករាយនៅពេលនោះមកបាទសូមអរគុណមានកន្លែងមកខាតសេមិតាខន្តីបេតុងបាទរឿងចៅកំបិតផ្ទោះ
កាលពីដើមឡើយមានបុរសពីរនាក់ជាបងប្អូននឹងគ្នាម្ដាយឪពុកស្លាប់អស់នៅតែពីរនាក់បងប្អូនក៏បបួលគ្នាទៅបួសនៅវត្តរៀនអក្សរធម៌អាបាលីនិងលោកគ្រូព្រះសង្ឃរាជលោកក៏មេត្តាករណាបង្រៀនប្រដៅរៀនសូត្រក្មេងទាំងពីរនាក់ព្យាយាមណាស់រកក្មេងឯណាស្មើគ្មានដល់រៀនចប់លោកគ្រូបំបួសនេនទាំងពីរនាក់ពុំខ្ជិលសោះខំរៀនសូត្រនិងបំរើគ្រូពុំឲ្យគ្រូអអន់ព្រះតីឡើយនេនទាំងពីរបួសបាន5វស្សានិងនឹកចង់សឹកក៏ចូលទៅវេទនាគ្រូសឹកគ្រូក៏ព្រមឲ្យសឹករួចលោកគ្រូផ្ដាំបុរសជាបងឲ្យទៅរកស៊ីនៅស្រុកចិននិងបានជាចៅសួធំនៅក្នុងស្រុកចិនឯបុរសប្អូនគ្រូពុំបានផ្ដាំអ្វីឡើយត្បិតគ្រូមើលឃើញថាអូនប្រុសនឹងបានសោយរាជ្យជាស្ដេចនគរពីរទើបលោកគ្រូផ្ដាំថាចៅឯងទៅរកស៊ីបើនើយណាស់កុំដេកយកប្រពន្ធត្រូវមើលម្ដាយក្មេងចូលដំណេកកុំនិយាយនឹងប្រពន្ធបើឯងរក្សាពាក្យទាំង3ម៉ាត់នេះបានស្មើនឹងបាននគរពីរអញគ្មានអ្វីឲ្យឯងទេបុរសទាំងពីរនាក់បងប្អូនក៏លាលោកគ្រូដើរទៅបុរសបងទៅរកស៊ីនៅស្រុកចិនតាមពាក្យគ្រូផ្ដាំក៏បានជាចៅសួធំមែនបុរសប្អូនមិនដឹងរកស៊ីអ្វីទៅនៅនឹងបងប្អូនសាច់ញាតិសន្តានគេក៏អាណិតដណ្ដឹងប្រពន្ធរៀបការធ្វើផ្ទះឲ្យនៅបុរសនោះភ្លេចពាក្យគ្រូផ្ដាំក៏នៅរកស៊ីនឹងប្រពន្ធជួនមានស៊ីជួនអត់ស៊ីបានព្រឹកអត់ល្ងាចបានល្ងាចអត់ព្រឹកសំលៀកបំពាក់គ្មានតែខោកញ្ចាស់ពាក់កណ្ដាលផ្លូវមួយដាច់ធ្លុះមុខធ្លុះក្រោយបុរសនោះតែងដើរទៅកំពង់ទឹកក្រែងមានគេមកពីស្រុកចិននឹងបានសួរដំណើរពីបងខ្លួនថ្ងៃមួយមានសំពៅមួយមកពីស្រុកចិនបុរសនោះក៏ចុះទៅសួរគេថាអ្នកនាយសំពៅអើយអ្នកដែលបានឃើញប្រទះខ្មែរម្នាក់ដែរឬទេគាត់ទៅរកស៊ីនៅស្រុកចិន5ឆ្នាំហើយនាយសំពៅប្រាប់ថាឃើញខ្មែរម្នាក់ដែរឥឡូវគេបានជាចៅសួមានការងារធំក្នុងស្រុកចិនគ្មានអ្នកណាមានស្មើទេបុរសសួរទៅនាយសំពៅទៀតថាអ្នកសំពៅអញ្ជើញទៅវិញថ្ងៃណានាយសំពៅថា3ថ្ងៃទៀតខ្ញុំនឹងវិលទៅវិញហើយបុរសនិយាយនឹងនាយសំពៅថាអ្នកនាយសំពៅបើអ្នកអញ្ជើញទៅវិញសូមអាណិតខ្ញុំសូមដោយសារទៅផងនាយសំពៅព្រមឲ្យទៅបុរសនោះក៏លាអ្នកសំពៅទៅផ្ទះវិញទៅដល់ផ្ទះបុរសនិយាយនឹងប្រពន្ធថានាងអើយយើងសពថ្ងៃនេះក្រលំបាកណាស់ឥឡូវនេះឮដំណឹងថាបងអញដែលនៅស្រុកចិនគេបានជាចៅសួធំក្នុងស្រុកចិនឥឡូវបងចង់ទៅសួរក្រែងបងគេឃើញឯងក្រគេអាណិតឲ្យប្រាក់កាក់ចាយសំពត់អាវសម្លៀកបំពាក់ខ្លះប្រពន្ធឮប្តីថាដូច្នោះក៏សួរថាចុះអ្នកទៅជាមួយអ្នកណាបុរសជាប្តីប្រាប់ថាបងសុំដោយសារសំពៅគេព្រមឲ្យទៅ3ថ្ងៃទៀតគេនឹងចេញសំពៅទៅហើយប្រពន្ធថាបើអ្នកឯងទៅក៏ទៅចោះលុះដល់3ថ្ងៃបុរសនោះក៏ចុះទៅនាយសំពៅឃើញបុរសនោះទៅក៏គេហៅចុះសំពៅចេញទៅកាលបើសំពៅរៀបនឹងទៅបុរសនោះមើលថែទាំជួយថែរក្សាទ្រព្យសម្បត្តិសំពៅដូចរបស់ខ្លួននាយសំពៅឃើញបុរសនោះមានគំនិតវិញ្ញាល្អក៏ស្រឡាញ់រាប់អានអាណិត
ឲ្យបាយទឹកស៊ីតែរាល់ថ្ងៃទៅឯប្រពន្ធបុរសនោះកាលក្រោយពីបុរសជាប្តីទៅស្រុកចិនក៏លួចមានសាហាយយកមកដេករយប់ថ្ងៃឲ្យទៅវិញនិយាយពីបុរសដែលទៅជាមួយនឹងនាយសំពៅលុះទៅដល់ស្រុកចិនក៏សួរនាយសំពៅថាវិលទៅស្រុកខ្មែរវិញថ្ងៃណាប្រាប់ខ្ញុំផងនាយសំពៅប្រាប់ថា3ថ្ងៃទៀតនឹងចេញទៅបុរសឮដូច្នោះក៏ទៅសួររកបងទៅដល់មាត់ទ្វារផ្ទះបងឃើញមនុស្សចាំទ្វារក៏សួរថានេះហើយឬផ្ទះលោកចៅសួរខ្មែរអ្នកចាំមាត់ទ្វារប្រាប់ថានេះហើយផ្ទះលោកចៅសួរអ្នកចាំទ្វារសួរបុរសវិញថាអ្នកឯងមកពីណាមកសួររកផ្ទះចៅសួរបុរសនោះប្រាប់ថាខ្ញុំមកពីស្រុកខ្មែរលោកចៅវាយសួរនេះជាបងខ្ញុំបង្កើតអ្នកចាំទ្វារមើលសំដៅបុរសនោះរូបរាងអាក្រក់ស្លៀកខោពាក់កណ្ដាលកំភ្លៅសំពត់គ្មានសណ្ដំធ្លុះមុខចេញក្រោយមិនសមប្អូនលោកចៅសួរខ្លួនសោះអ្នកចាំមាត់ទ្វារនៅមិនស្ងៀមក៏ទៅប្រាប់លោកចៅសួរលោកចៅសួរមិននៅក៏ទៅទូលស្ដេចក៏ជម្រាបប្រពន្ធថាអ្នកជាវាយស្រីមានមនុស្សម្នាក់មកពីស្រុកខ្មែររូបរាងអាក្រក់ស្លៀកខោពាក់កណ្ដាលកំភ្លៅគុនទៅខោដាច់លិចមុខលិចក្រោយហើយប្រាប់ខ្ញុំថាត្រូវជាប្អូនប្រុសលោកចៅវាយប្រុសបង្កើតឥឡូវខ្ញុំបានឲ្យចាំនៅមាត់ទ្វារនាងជាប្រពន្ធចៅសួរនោះនឹកខឹងថាអាមនុស្សកំសត់ទុរគតនេះមកពីណាក៏ហ៊ានមកបង្កាច់គេឈ្មោះប្តីអញជាបងវាបង្កើតក៏ប្រើមនុស្សឲ្យទៅចាប់បុរសនោះដាក់ច្រវាក់ទុកនៅរោងសេះថាចាំប្តីមកនឹងឲ្យយកវាទៅសម្លាប់បុរសនោះលុះគេយកទៅដាក់ច្រវាក់នឹងថាអញអើយអញខំសង្វេគមកពីស្រុកខ្មែរមកដល់ស្រុកចិនព្រោះតែបងឥឡូវគេមានគេពុំគិតអាណិតឈាមដែរបង្កើតមកពីពោះជាមួយគ្នាសោះគេមានគេហ៊ានចាប់ឯងមកដាក់ច្រវាក់នឹងសម្លាប់ផងអោអញអើយបើទៅស្រុកខ្មែរវិញរកស៊ីតាមខ្លួនក្រគ្មានអ្នកណាហ៊ានធ្វើបាបទេបុរសនោះពុំដឹងថាជាបងទៅកលស្ដេចលុះចៅសួរជាបងវិលមកដល់ផ្ទះប្រពន្ធប្រាប់ថាមានបុរសកំសត់ម្នាក់មកពីស្រុកខ្មែរនិយាយថាលោកជាបងបង្កើតតែខ្លួននោះអាក្រក់ស្លៀកខោពាក់កណ្ដាលផ្លូវដាច់មុខធ្លុះចំក្រោយឥឡូវខ្ញុំឲ្យគេដាក់ច្រវាក់ទុកនៅក្រោលសេះចាំលោកបងអញ្ជើញមកឲ្យនាំទៅសម្លាប់ចៅសួរជាបងលឺហើយថាទៅយកវាមកមើលក្រែងប្អូនបង្កើតមែនហើយចៅសួរឲ្យគេដោះច្រវាក់បុរសនោះលុះបុរសនោះមកដល់ស្គាល់ជាប្អូនបង្កើតមែនក៏រៀបចំបាយទឹកឲ្យស៊ីមើលទៅប្អូនឃើញស្លៀកខោពាក់កណ្ដាលកផ្លូវចៅសួរក៏ឲ្យខោមួយស្លៀកហើយសួរប្អូនថាប្អូននៅឯនាយមិនដឹងរកស៊ីអ្វីទេក្រណាស់ហើយមានប្រពន្ធផងបានអីស៊ីបងប្រុសឮប្អូននិយាយក៏នឹកអាណិតប្អូនមិនចេញស្ដីហើយសួរថាប្អូនមកជាមួយនឹងអ្នកណាប្អូនប្រុសជម្រាបថាខ្ញុំមកនឹងនាយសំពៅគេឲ្យដោយសារមកចៅសួរជាបងថាលុះគេទៅវិញថ្ងៃណាបុរសប្អូនប្រាប់បងថា3ថ្ងៃទៀតគេនឹងចេញសំពៅទៅវិញចៅសួរជាបងដឹងដូច្នោះក៏ឆ្លៀតទៅឲ្យលើកបាយមកហៅបុរសជាប្អូនស៊ីបាយជាមួយគ្នាលុះស៊ីរួចហើយប្រាប់ប្អូនថាប្អូននៅដេកនៅផ្ទះនេះចោះបងទៅលេងផ្ទះចិនសែចៅសួរទៅដល់ផ្ទះចិនសែឃើញក៏រៀបចំកៅអីថ្នាំចិនដាក់កាសៀវទឹក
តែទទួលហើយចៅសួរនិយាយនឹងចិនសែថាអ្នកចិនសែខ្ញុំមករកមើលឲ្យប្អូនខ្ញុំបន្តិចវាចេះតែក្រីក្រអីអញ្ចឹងទៅឬវានឹងបានក្រាន់បើដែរឬទេចិនសែទាញសៀវភៅរកមើលសពគ្រប់ទៅទាយថាប្អូនលោកមិនមែនជាអ្នកក្ររហូតទេ5ឆ្នាំទៀតនឹងបានសោយរាជជាស្ដេចនគរ2លោកនឹងបានជាអ្នកធំក្នុងរាជការដោយសារប្អូនប៉ុន្តែឥឡូវនេះលំបាកណាស់ដល់វិលទៅស្រុកវិញពាក់កណ្ដាលផ្លូវនឹងបានទ្រព្យតម្លៃនគរ2ជាសម្រាប់ខ្លួនតែថាឃ្លាតទៅវិញដល់ដំណាក់បានសោយរាជនឹងបានទ្រព្យនោះមកជាសម្រាប់បុណ្យវិញចៅសួរបានដឹងដំណឹងប្អូនដូច្នោះក៏លាចៅសែទៅផ្ទះវិញដល់3ថ្ងៃនាយសំពៅគេចេញសំពៅរៀបចំចេញទៅថ្ងៃនោះចៅសួរជាបងយកថាដឹបមកហែកមួយក្បូនហោចទៅឲ្យបុរសជាប្អូនបុរសជាប្អូនក៏ទទួលយកថាដឹបមួយក្បូនលាបងចុះទៅដើរបណ្ដើរគិតបណ្ដើរនឹកតូចចិត្តស្ទើរមិនចង់កាន់ថាដឹបនោះសោះចេះតែនឹកតូចចិត្តថាអោបងប្អូននឹងគ្នាតាំងពីឪពុកម្ដាយស្លាប់ចោលទៅនៅកំព្រាតែ2នាក់បងប្អូនកាលវេលាក្រចេះស្រឡាញ់រាប់អានគ្នាដោយវេលាមានតតគ្នាចោលបានមានឆ្នើមទើមិនរាប់គ្នាមាសប្រាក់ដាក់ឃ្លាំងគោះក៏មិនហ៊ានយកមកឲ្យគ្នាមួយស្លឹកយកតែខ្មោចថាដឹបឲ្យគ្នាមួយក្បូនលូកបុរសនោះដើរទៅដល់កំពង់គោឡើងលើសំពៅនាយសំពៅឲ្យកូនឈ្នួលស្រាយយុទ្ធកាលបើកទៅហើយនាយសំពៅសួរបុរសនោះថាប្អូនឯងទៅលោកចៅសួរតើលោកឲ្យអ្វីមកខ្លះបុរសនោះប្រាប់នាយសំពៅថាគ្មានឲ្យអ្វីទេឲ្យតែថាដឹបមួយក្បូននិងខោមួយនាយសំពៅបានដឹងហើយក៏នៅស្ងៀមលុះបើកសំពៅទៅដល់ពាក់កណ្ដាលផ្លូវយប់ងងឹតទៅពុំរួចក៏ឲ្យគេបោះយុទ្ធការដេកហេតុតែបុណ្យដល់បុរសក៏នឹកឃើញពាក្យតែគ្រូផ្ដាំថានើយណាស់កុំដេកឥឡូវអស់អ្នកសំពៅនេះដេកអស់ដូច្នេះអញកុំឲ្យដេកក៏អង្គុយនៅក្បែរយុទ្ធកាលពុំហ៊ានដេកលុះដល់យប់អាត្រាតមានយក្សមួយហោះមកឃើញសំពៅវាចុះមកប៉ុនពងនឹងស៊ីមនុស្សហើយវាឆ្ងោកមើលទៅក្នុងសំពៅធ្លាក់ពុកមាត់ទៅលើបុរសនោះក៏ស្ទុះទៅច្របាច់ចាប់ជាប់ហើយស្រែកថាអាហែងស្លាប់នឹងដៃអញឥឡូវនេះហើយយក្សឮបុរសនោះថាដូច្នោះផិតភ័យណាស់តែស្ទុះទៅណាមិនរួចត្បិតបុរសនោះចាប់ពុកមាត់ជាប់យក្សផិតភ័យក្រែងស្លាប់ក៏និយាយនឹងបុរសនោះថាអ្នកកំឡោះអើយបើអ្នកអាណិតលែងខ្ញុំនឹងតបគុណអ្នកជាខ្សែចងដៃដំបងវាយឯងឆ្នាំងឆ្អិនឯងខ្សែនឹងដំបងនេះបើមានបវិជ្ជាមិត្តពីណាមកប្រមាថឲ្យខ្សែនេះទៅចងដំបងទៅវាយភ្លាមបដិជាមិត្តនោះនឹងស្លាប់វិនាសអន្តរាយទាំងអស់ឯឆ្នាំងនេះបើឃ្លានអាហារចំណីហើយនឹងចង់បរិភោគអាហារចំណីអ្វីប្រាប់តែឆ្នាំងនេះថាឆ្អិនឡើងអញស៊ីក៏ឆ្អិនឯងនើយណាស់កុំដេកយកប្រពន្ធមើលម្ដាយក្មេកដេកយប់កុំនិយាយនឹងស្រីបាទសូមអរគុណមានកន្លែងខ្វះការសមិតាកាន់តែបៃតងបាទរឿងចៅតបប្រមល់កាលពីព្រៃនាយមានបុរស2នាក់បានធ្វើកងការកុសលជាមួយគ្នាលុះបុរសទាំង2នាក់ស្លាប់ទៅបុរសម្នាក់បានទៅកើតជាព្រះឥន្ទបុរសម្នាក់ទៀតទៅកើតជាបុរសកំសត់មានប្រពន្ធក្រលំបាកណាស់រកស៊ីនេសាទដាក់លបយកត្រីដើម្បីចិញ្ចឹមជីវិតគ្រាមួយព្រះឥន្ទបានបើកទេពចក្ខុតតឃើញបុរសនោះវេទនាក្រលំបាកដូច្នោះមានសេចក្តីអាសូរករណាវេលាយប់ព្រះ
អិនយកមាស3ដុំទៅដាក់នៅក្នុងលបនោះលុះព្រឹកឡើងបុរសនោះទៅលើកលបមើលឃើញមាសមិនស្គាល់ជាមាសស្គាល់ថាជាដុំថ្មក៏ចោលទៅក្នុងទឹកហើយដាក់លបទៅក្នុងទឹកវិញបុរសនោះបានមើលលបទៀតឃើញប្រាក់3ដុំទៀតដែលព្រះអិនយកមាសដាក់នៅក្នុងលបដូចមុនទៀតបុរសនោះឃើញដូច្នោះនឹកខឹងក៏ចងមាសទាំង3ដុំនោះពុនយកទៅធ្វើជាថ្មចង្ក្រានដាំបាយប្រពន្ធបុរសនោះមិនស្គាល់មាសក៏យកដុំមាសនោះទៅធ្វើជាថ្មចង្ក្រានតាមបង្គាប់ប្តីក្រោយមកមានព្រះអញ្ញាមកទាពុនមើលទៅឃើញដុំមាសដែលបុរសនោះធ្វើជាថ្មចង្ក្រានក៏ឲ្យបុរសនោះយកមាស3ដុំនោះបង់ពន្ធដែលបុរសនោះជំពាក់រាជការបុរសនោះនឹកអរណាស់ដោយខ្លួនក្រីក្រហើយព្រះរាជអាជ្ញាយកដុំថ្មជើងចង្ក្រានដូច្នោះក៏ព្រមតាមហើយបានប្រគល់មកជើងចង្ក្រាន3ដុំនោះទៅឲ្យព្រះរាជអាជ្ញាភ្លាមលុះព្រះអាជ្ញាបានដុំមាសពីបុរសនោះហើយក៏យក1ដុំទៅថ្វាយព្រះមហាក្សត្រលុះទ្រង់សាកសួរពីហេតុផលបានមាសនោះព្រះរាជាអាជ្ញាទូលតាមដំណើរស្ដេចទ្រង់ជ្រាបថាមានមាសពីបុរសដូច្នេះទ្រង់ឲ្យហៅបុរសនោះមកបុរសនោះទៅទ្រង់ក៏សាកសួរទៀតបុរសនោះក្រាបទូលថាមាសរបស់ខ្លួន3ដុំបានជូនមកព្រះរាជាអាជ្ញាហើយស្ដេចឲ្យទាយកមាស2ដុំពីរាជអាជ្ញានោះហើយទ្រង់បង្គាប់ឲ្យបុរសនោះរកមាសមកថ្វាយព្រះអង្គថែមទៀតបុរសនោះក្រាបទូលថារកមាសទៀតពុំបានទេស្ដេចទ្រង់ឲ្យយកបុរសនោះទៅឃុំព្រឹកឡើងនាយទម្រួតដែលជាអ្នករក្សានោះប្រើឲ្យធ្វើការដោយជេរស្ដីបុរសនោះលុះទ្រង់ជ្រាបដល់ស្ដេចក៏ទ្រង់ឲ្យហៅបុរសនោះមកសួរពីហេតុធ្វើការឲ្យមានទាស់ចិត្តនាយទម្រួតបុរសនោះក្រាបទូលថាទូលព្រះបង្គំមានសេចក្តីតបប្រមល់នៅក្នុងខ្លួនខ្លាំងណាស់ស្ដេចក៏មានព្រះបន្ទូលថាបើដូច្នេះត្រូវចៅឯងរកសត្វតបប្រមល់នោះមកឲ្យអញបើឯងរកពុំបានទេអញនឹងឲ្យពិឃាតឯងក្នុងគ្រានេះបុរសនោះឮដូច្នោះក៏ភ័យគិតថាមុខជាស្លាប់ហើយក្នុងគ្រានេះមិនដឹងជាទៅរកសត្វតបប្រមល់នៅឯណាទេតែមិនហ៊ានប្រកែកដោយខ្លាចអំណាចស្ដេចក៏ក្រាបបន្ទូលលាស្ដេចដើរចេញទៅដោយបំណងថានឹងដើរឲ្យស្លាប់នៅក្នុងព្រៃលុះដើរចូលព្រៃឆ្ងាយទៅព្រះអិនបើកប្រណេតទៅមកឃើញបុរសនោះមានសេចក្តីវេទនាលំបាកដូច្នោះក៏និមិត្តជាអាស្រមមួយនៅខាងមុខបុរសនោះហើយបុរសនោះក៏ដើរទៅហើយព្រះអិនក៏ប្រែកាឡាខ្លួនធ្វើជាព្រះឥសីបុរសនោះមើលទៅឃើញអាស្រមដូច្នោះក៏មានចិត្តត្រេកអរណាស់ក៏ដើរចូលទៅថ្វាយបង្គំឥសីក្នុងអាស្រមនោះឥសីសួរថាចៅមានរឿងអ្វីបុរសនោះទូលឥសីតាមដំណើររឿងដែលស្ដេចឲ្យរកសត្វតបប្រមល់យកទៅថ្វាយឥសីថាចៅកំព្រួយរួចឥសីបានយកបំពង់មួយមកសេពមន្តវិជ្ជាសិលគាថាកើតជាខ្លាសឹងដំរីពស់រមៀសុទ្ធតែជាសត្វសាហាវទាំងអស់ហើយឥសីដែលជប់បង្រួមសត្វទាំងនោះច្រកចូលទៅក្នុងបំពង់ប្រគល់បំពង់នោះឲ្យទៅបុរសរួចផ្ដាំថាឲ្យយកទៅថ្វាយស្ដេចប៉ុន្តែមុននឹងបើកឆ្នុក
ឲ្យស្ដេចប្រមូលព្រះរាជសារវង្សមកជុំគ្នាហើយបិទទ្វារវាំងឲ្យជិតសុំដកឆ្នុកមើលព្រោះសត្វអស់នេះរហ័សណាស់លុះបុរសនោះទទួលបណ្ដាំឥសីស្រេចហើយក៏នាំយកសត្វដែលច្រកក្នុងបំពង់ទៅថ្វាយស្ដេចក្រាបទូលថាទូលព្រះបង្គំរកសត្វតបប្រមល់បានហើយនៅក្នុងបំពង់នេះហើយក៏ទូលតាមដំណើរដែលឥសីផ្ដាំមកស្ដេចឲ្យប្រមូលព្រះរាជសារវង្សជួបជុំហើយទ្រង់ចាត់ការបិទទ្វារកំផែងវាំងស្រេចទ្រង់ឲ្យនិមឺនបើកឆ្នុកបំពង់នោះខ្លាដំរីសឹងរមៀពស់ក៏ចេញពីក្នុងបំពង់នោះមកខំស្ដេចនិងព្រះរាជាសារវង្សឲ្យដល់នៅមរណភាពទាំងអស់ទៅក្រោយមកពួកអ្នកនគរបានឃើញបុរសនោះមានឫទ្ធិភាពដូច្នេះឲ្យឡើងទៅសោយរាជសម្បត្តិជាព្រះមហាក្សត្រក្នុងនគរនោះទៅសត្វទាំងឡាយក៏លាស្ដេចបុរសនោះចូលទៅក្នុងព្រៃហើយផ្ដាំថាបើស្ដេចមានភ័យឬមានការអ្វីគ្រាន់តែនឹកដល់នឹងមកជួយយកអាសាជាដរាបកម្លាំងអ្វីមិនស្មើកម្លាំងកម្មបាទសូមអរគុណមានកលែងវ៉ាខាសមិតាខន្តីបេតុងបាទរឿងឆ្កែមើលឃើញខ្មោចខ្ញុំបានធ្លាប់ឮម្ដាយនិងឪពុកខ្ញុំគាត់និទានរឿងប្រាប់ខ្ញុំថាបើឮឆ្កែលូឬក៏ព្រុសនៅពាក់កណ្ដាលអាធ្រាត្រស្ងប់ស្ងាត់នៅភូមិណាស្រុកណាដែលក្រៅពីទីក្រុងព្រោះពុំសូវមានមនុស្សគូសកក្នុងពេលយប់ស្រុកភូមិនោះច្រើនកើតជំងឺពុំសូវបានសេចក្តីសុខទេត្បិតខ្មោចបិសាចវាដើររាតត្បាតធ្វើឲ្យមនុស្សឈឺចាប់សឹងតែគ្រប់គ្នាព្រោះតែឆ្កែមើលឃើញខ្មោចដំណើរចាស់ថាឆ្កែមើលឃើញខ្មោចនោះអាស្រ័យដោយរឿងដើមថាយូរយារណាស់មកហើយមានបុរសម្នាក់ដើរទៅមើលគេលៀងមេមត់ប៉ុន្តែមិនដឹងប្រព័ន្ធឈ្មោះបុរសនោះដែលដើរក្បែរដីទួលមួយដែលមានព្រៃសពទ្រពគេកប់ខ្មោចក្នុងព្រៃនោះជាច្រើនលុះដល់ទន្ទឹមព្រៃនោះមានខ្មោចស្រែកហៅគាត់ថាពូផ្ដាំទៅប្រាប់ប្រពន្ធឲ្យមកផងបុរសនោះមិនចេះខ្លាចខ្មោចទេគាត់ដឹងថាខ្មោចហៅពិតណាស់ប៉ុន្តែគាត់ធ្វើប្រងើយហើយឆ្លើយទៅវិញថាប្រពន្ធឯងនៅទីឯណាខ្មោចនោះឆ្លើយមកវិញថាប្រពន្ធខ្ញុំនៅឯផ្ទះគេលៀងអារៈឯណោះបុរសនោះលឺហើយសួរទៅវិញថាចុះឯងឲ្យអញប្រាប់មិនបានបើអញមើលប្រពន្ធឯងមិនឃើញនោះក្នុងពេលនោះខ្មោចក៏ឲ្យប្រទាលប្រហោងគឺជាថ្នាំសម្រាប់មើលខ្មោចឃើញទាំងអស់ខ្មោចឲ្យប្រហោងនោះទៅហើយប្រាប់ទាំងឈ្មោះប្រពន្ធវាផងបុរសនោះកាលបើបានប្រទាលប្រហោងនោះហើយមើលឃើញខ្មោចនៅពេញតែព្រៃគាត់ចេះតែដើរទៅមានផិតភ័យខ្លាចអ្វីឡើយគាត់ដើររហូតតម្រង់ទៅផ្ទះណាដែលគេលៀងអារៈលុះដល់ផ្ទះនោះហើយគាត់ឃើញខ្មោចស្រីកំពុងស៊ីពេលសំណែនដែលសែននៅពាសពេញជាច្រើនគ្នាណាស់បុរសនោះស្រែកហៅទៅតាមឈ្មោះដែលប្តីវាផ្ដាំមកហើយបោះដៃហៅពីមុខនិយាយថាប្តីឯងឲ្យទៅឲ្យឆាប់ព្រោះកូនយំខ្លាំងណាស់ខ្មោចនោះនឹកឆ្ងល់ថាម្ដេចក៏បុរសនេះមើលឃើញអញទើបដើរសំដៅទៅហើយសួរថាចុះអ្នកឯងមិនបានមើលយើងឃើញបុរសនោះក៏បង្ហាញប្រទាលប្រហោងហើយឆ្លើយថានេះជាប្រទាលដែលប្តីឯងឲ្យអញបានជាអញមើលឃើញខ្មោចនោះគ្រាន់តែឃើញប្រ
ទាលនោះភ្លាមស្ទុះទៅដណ្ដើមយកប៉ុន្តែបុរសនោះពុំព្រមឲ្យក៏មានការប្រតាយប្រតបគ្នាដណ្ដើមប្រទាលប្រហោងនោះបុរសនោះចេះតែស្រែកហៅឲ្យគេឯងជួយប៉ុន្តែអ្នកទាំងអស់មើលទៅពុំឃើញប្រយុទ្ធជាមួយនរណាសោះឃើញតែស្ទុះស្ធាតែម្នាក់ឯងម្លោះហើយគេនាំគ្នាទៅជាស្រឡាំងកាំងរកជួយមិនកើតលុះប្រទាយប្រតបគ្នាអស់មួយសន្ទុះធំបុរសនោះក៏ចង់រសាយដៃក៏របូតប្រទាលនោះទៅពីដៃទៅខ្មោចស្ទុះប្រុងទៅរើសយកតែពេលនោះឆ្កែឃើញភ្លាមស្ទុះផ្លែតមកត្របាក់លេបចូលទៅក្នុងពោះបាត់ទៅហេតុនេះហើយបានជាឆ្កែមើលឃើញខ្មោចដោយសារតែមានរឿងនិទាននេះបានជាមានជំនឿថាឆ្កែវាមើលខ្មោចឃើញបានជាឆ្កែព្រុសក្នុងពេលយប់ព្រោះវាឃើញខ្មោចដើរមួយវិញទៀតមានមនុស្សច្រើនណាស់ដែលនៅជឿជាក់ហើយខំស្វែងរកប្រទាលប្រហោងនេះដើម្បីមកប្រើការប្រសិទ្ធិផ្សេងបាទសូមអរគុណមានកន្លែងវ៉ាខានសូមមេត្តាខន្តីភេទទោសបាទ